សង្គ្រាមរវាងអាមេរិកហើយនិងអ៊ឺរ៉ង់កាន់តែក្តៅនៅតំបន់ច្រកសមុទ្រហ័រមូសហើយនៅក្នុងនោះអ៊ឺរ៉ង់បាននិយាយទៅកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃប្រហ័សថាអ៊ឺរ៉ង់បាននិយាយតាំងពីថ្ងៃប្រហ័សថាខ្លួននឹងឆ្លើយតបដោយការវាយប្រហារដ៏យូរអង្វែងនិងឈឺចាប់បំផុតទៅកាន់សហរដ្ឋអាមេរិកទៅលើទីតាំងរបស់សហរដ្ឋអាមេរិកបើសិនបើទីក្រុងវ៉ាស៊ីនតោនបន្តការវាយប្រហារហើយក៏បានអះអាងឡើងវិញនៅការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រហ័រមូសដែលធ្វើឲ្យផែនការរបស់សហរដ្ឋអាមេរិកសម្រាប់ក្រុមចម្រុះដើម្បីបើកផ្លូវទឹកនេះឡើងវិញមានភាពស្មុគស្មាញពីខែបន្ទាប់ពីសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលជាមួយអ៊ឺរ៉ង់ច្រកសមុទ្រដ៏សំខាន់នេះនៅតែបិទដោយបិទការផ្គត់ផ្គង់ប្រេងនិងឧស្ម័នចំនួន 20% របស់ពិភពលោកនោះបានធ្វើឲ្យមានតម្លៃធម្មពលក៏ដូចជាការកើនឡើងនិងការបង្កើតការព្រួយបារម្ភអំពីហានិភ័យនៃការធ្លាក់ចុះរបស់សេដ្ឋកិច្ចពិភពលោកតែម្ដងបងប្អូននេះជាការលើកឡើងរបស់អ៊ឺរ៉ង់តែម្ដងតាក់ទងជាមួយនឹងការឆ្លើយតបទៅលើអាមេរិកបងប្អូននៃទីក្រុងវ៉ាស៊ីនតោនម៉ោងនេះអាមេរិកក៏មិនទុកពេលឲ្យអ៊ឺរ៉ង់ទៀតដែរហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលណាអាមេរិកម៉ោងនេះគឺគេកំពុងតែសង្ងំតាក់ទងជាមួយនឹងផលិតសភាវុធដែលអាចថាកំតិចរូងក្រោមដីរបស់អ៊ឺរ៉ង់ណាហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលមួយទៀតតាក់ទងជាមួយនឹងការឆ្លើយតបនេះដែរតាំងពីថ្ងៃប្រហ័សរបស់អ៊ឺរ៉ង់ទៅកាន់សហរដ្ឋអាមេរិកហ្នឹងបើសិនជាសហរដ្ឋអាមេរិកនៅតែគេហៅថាការបើកការវាយប្រហារទៅលើប្រទេសរបស់គេណាគេក៏ឆ្លើយតបនឹងការវាយប្រហារដ៏យូរអង្វែងនិងឈឺចាប់បំផុតជូនអាមេរិកផងដែរបងប្អូនសង្គ្រាមមួយនេះដូចខ្ញុំបញ្ជាក់អញ្ចឹងបាទគេហៅថាអ្នកខ្លាំងប៉ះអ្នកខ្លាំងបែបនេះហើយមានសភាវុធច្រើនដូចគ្នាបែបនេះខ្ញុំជឿជាក់ថាមិនចប់ទេសំបីតែការចរចាលើកទី2มันមានប្រសិទ្ធភាពឡើយហើយមួយវិញទៀតអ្នកដែលឈរនៅកណ្ដាលដោយប៉ាគីស្ថានដើម្បីកោះហៅប្រទេសទាំងពីរដើម្បីដោះស្រាយការចរចាការទូតគឺអត់មានប្រសិទ្ធភាពសោះឡើយបងប្អូនអត់មានប្រសិទ្ធភាពទេខ្ញុំជឿជាក់គ្រាន់តែការចរចាមួយដែលគេហៅថានិយាយចេញពីមាត់របស់លោកដូណាល់ត្រាំតាក់ទងជាមួយនឹងរឿងបត់ឈប់បាញ់នេះគឺគ្រាន់តែថាផុយស្រួយបងប្អូនចង់បាញ់ពេលណាក៏បានចង់ធ្វើសង្គ្រាមពេលណាក៏បានដែរអាស្រ័យទៅលើគេហៅថាចិត្តក្តៅរបស់មេដឹកនាំទាំងពីរណាបើសហរដ្ឋអាមេរិកអត់ព្រមអ្វីមួយឬក៏ក្តៅចិត្តត្រង់ណាមួយចង់បាញ់ស្មានណាក៏បានដែរអត់ខ្វល់ទេព្រោះអីដោយសារតែកងទ័ពនៅមជ្ឈមបពារបស់សហរដ្ឋអាមេរិកនៅមានអស់ហើយបើមានតាក់ទងជាមួយនឹងយន្តហោះចម្បាំងមានសភាវុធធំអីហ្នឹងគឺមានអស់ហើយគេអត់ខ្លាចទៅអ៊ឺរ៉ង់ទេហើយអ៊ឺរ៉ង់មួយវិញទៀតគេក៏មិនចោះញោមនឹងអាមេរិកដែរអញ្ចឹងធ្វើឲ្យការហៅចរចាលើកទី2នេះគឺអត់មានប្រសិទ្ធភាពមួយវិញទៀតតាក់ទងជាមួយនឹងហានិភ័យនៃច្រកសមុទ្រនៅមជ្ឈមបពានេះខ្ញុំគិតថាហានិភ័យខ្ពស់ខ្លាំងបំផុតនៃការបាញ់គ្នាបើសិនជាអ្នកទាំងពីរនៅតែមិនចាប់ដៃដើម្បីចរចាតាក់ទងជាមួយនឹងបញ្ចប់សង្គ្រាមមួយនេះបងប្អូនដឹងអត់ថាសង្គ្រាមមួយនេះมันមានអ្វីដែលធ្វើឲ្យគេហៅថាបើយើងនិយាយថាធ្វើឲ្យពិភពលោកហ្នឹងកាន់តែព្រួយបារម្ភទៅទី1គឺសេដ្ឋកិច្ចពិភពលោកដែលយើងកំពុងតែនិយាយណាថាសេដ្ឋកិច្ចមួយនេះគឺពិបាកក្នុងការធ្វើដោយសារអីគឺពីមុនមកអាចរកចំណូលបានច្រើនមកដល់មកពេលបច្ចុប្បន្ននេះគឺបន្ទាប់ពីមានការបិទរាំងស្ទះកំពុងផែអ៊ឺរ៉ង់ច្រកសមុទ្រហ័រមូសច្រកក្រហមអីហ្នឹងគឺកំពុងតែរាំងស្ទះហ្នឹងគឺខាតបង់លុយជាច្រើនរាប់លានហើយបាទមិនថាតែប្រទេសណាទេគឺប្រទេសអាមេរិកក៏ខាតប្រទេសអ៊ឺរ៉ង់ក៏ខាតប្រទេសជុំវិញនៅច្រកសមុទ្រហ្នឹងក៏ខាតដែរប៉ុន្តែសួរថាសង្គ្រាមមួយនេះនៅតែបន្តទេគឺបន្តដោយសារតែมันមានការចរចាច្បាស់លាស់ណាមួយដើម្បីបញ្ចប់ឡើយហើយអ្វីដែលគួរឲ្យកត់សម្គាល់ប្រទេសទាំងអស់នេះខ្ញុំជឿជាក់ថាចង់ក្រាញ់អំណាចចង់បានអំណាចរៀងៗខ្លួនហើយជាពិសេសបើយើងនិយាយទៅបើសហរដ្ឋអាមេរិកតែគាត់ចង់បានអីដូចលោកដូណាល់ត្រាំខ្ញុំជឿជាក់ថាគាត់នឹងចង់បានអ្វីដែលគាត់ចង់បានបើអ៊ឺរ៉ង់មិនព្រមធ្វើតាមគាត់នឹងនៅតែបន្តដាក់សម្ពាធទៅលើអ៊ឺរ៉ង់បន្ថែមបងប្អូនសង្គ្រាមមិនមែនជាការលេងសើចទេបងប្អូនប៉ុន្តែអ្វីដែលគួរឲ្យយើងចាប់អារម្មណ៍នោះគឺការតស៊ូមតិលើ social media ក៏ដូចជាបើយើងនិយាយទៅថាការធ្វើអ្វីមួយតាមតែចិត្តខ្លួនឯងដូចលោកត្រាំអញ្ចឹងចង់ធ្វើអីស្មានណាក៏បានអត់ខ្វល់
បើអត់ខ្វល់ពីអ្នកជំវិញខ្លួនអ្វីដែលគាត់ចង់ធ្វើគឺគាត់ធ្វើប៉ុន្តែបើរងមិនតាមគាត់ទេគាត់នឹងអាចមានវិធានការថ្មីផ្សេងទៀតបងប្អូនតាមដានទាំងអស់គ្នាថាតើសហរដ្ឋអាមេរិកហើយនឹងអឺរ៉ុងនៅតែបញ្ឈប់គេហៅថានៅតែបន្តធ្វើសង្គ្រាមឬក៏ឈប់ធ្វើសង្គ្រាមបន្តទៀតអ្វីដែលគួរឲ្យចាប់អារម្មណ៍មតិដែលអឺរ៉ុងបាននិយាយក៏ថាការវាយប្រហារដ៏យូរអង្វែងនឹងឈឺចាប់បំផុតទៅលើសហរដ្ឋអាមេរិកដោយបើសហរដ្ឋអាមេរិកនៅតែបន្តធ្វើបាបប្រទេសគេឆ្ងាញ់ណាស់